took from unit 2 yeah. This is the words with definition again definition មានន័យថានិយមន័យ definition និយមន័យរបស់ពាក្យការបញ្យល់ពាក្យហ្នឹងជាភាសាអង់គ្លេស okay words so listen again one start from one actually adverb so definition here mean in fact or really in fact or really តែយើងធ្លាប់ទទួលអត្ថន័យ actually មានន័យថាម៉េចដែរ actually តាមពិតទៅណាបាទតាមពិតទៅជាការពិតទៅ number 2 afraid adjective mean feeling fear or feeling worry មានថាមានអារម្មណ៍ភ័យមានអារម្មណ៍ភ័យបារម្ភមានក្តីបារម្ភអញ្ចឹង afraid ប្រែថាដែលភ័យខ្លាច number 3 architect អញ្ចឹងពី architect នេះបើសិនបើយកបានរៀនប្រកាសជាអានមិនត្រូវទេមែនទេ architect ជាទូទៅសំឡេង ch សំឡេងឆឹសតែពាក្យមួយវាមានសំឡេងខឹសក្នុងនេះសំឡេងខឹសអញ្ចឹងត្រូវអានថា architect okay noun a person whose job is to design new building អញ្ចឹងគេបញ្យល់ថាគឺជាមនុស្សម្នាក់គឺជាបុគ្គលម្នាក់ដែលការងាររបស់គាត់គឺមានជំនាញ design អគារថ្មីចង់កសាងអគារឬក៏កសាងអ្វីមួយគឺត្រូវតែពឹងគាត់ architect អញ្ចឹង architect យើងធ្វើបកប្រែថាម៉េចដែរ architect គេហៅស្ថាបត្យករមែនទេស្ថាបត្យករជាវិស្វករណាមិនថាគឺជំនាញខាងគូប្លង់អត់ខុសទេបាទតែពាក្យរបស់គេចំគឺស្ថាបត្យករណាបាទស្ថាបត្យករជំនាញស្ថាបត្យកម្ម number 4 average noun unusually usual or typical usual or typical តាមបានថាកម្រិតអីគេ average កម្រិតធម្មតាឬកម្រិតមធ្យមឬយើងបកប្រែមួយទៅថាមធ្យមប្រភេទឃើញណាកម្រិតមធ្យមប្រភេទ number 5 article noun article a piece of writing on particular subject in newspaper piece of writing គឺជាផ្នែកនៃសំណេរឃើញណាជាពិសេសទៅលើជំនាញមុខវិជ្ជាដែលប្រធានបទដែលគេតាក់តែងហើយចុះនៅក្នុងសារព័ត៌មាននេះគឺជា article តើមានន័យថាម៉េច article ប្រាប់បានទេអាចថាអត្ថបទណាបាទ article គឺអត្ថបទអូខេ number 6 behave verb to act in a particular way បាទ to act មានថាសម្ដែងបញ្ចេញកាយវិការណាទៅតាមវិធីតាមលក្ខណៈពិសេសណាមួយអញ្ចឹង behave មានន័យថាសម្ដែងឥរិយាបថណាបញ្ចេញឥរិយាបថបញ្ចេញសកម្មភាព behave number 7 bright red adjective shiny red shiny red មានន័យថាម៉េច shiny red ព្រឹកឡើងនេះមានពន្លឺព្រះអាទិត្យចេញរះពីទិសខាងកើតមកយើងមានពន្លឺមិន bright red ឬក៏ shiny red ក្រហមចែងចាំងមានទេបាទក្រហមចែងចាំងក្រហមភ្លឺbright red យើងនឹកឃើញ bright red នៅក្នុងអត្ថបទរបស់យេរូតណាបបោមាត់ហ្នឹង lipstick របស់គាត់បាទលាបការ៉េមក្រហមចែងចាំងណាបាទ bright red lipstick ចាប់បានទេអូខេ good number 8 cheer up verb allow shout of encouragement យើងជួបពាក្យ encouragement ពីមុនទេ encouragement មានការលើកទឹកចិត្តallow shout គឺជាសម្លេងស្រែកខ្លាំងអញ្ចឹង cheer up គឺជាសម្លេងដែលលាន់ស្នូលឡើង cheer up គឺអបអរសាទរដើម្បីលើកទឹកចិត្តដៃគូរបស់យើងដែលគាត់ទទួលជោគជ័យអ្វីមួយមែនទេបាទហ្នឹងគេហៅថាការមានសម្រែកសម្លេងដែលមានការបាទសប្បាយរីករាយបាទអបអរសាទរ cheer up បាទ cheer up
ហើយយើងក៏ធ្លាប់និយាយដែរឃ្លាហ្នឹងពាក្យហ្នឹងពេលយើងលើកកែវជុលណាឈាប់ Number 9 chill out chill out is verb chill out to relax completely មានន័យថាម៉េច relax សម្រាកណាបាទសម្រាកការសម្រាកអារម្មណ៍អញ្ចឹង chill out គឺមានន័យថាការសម្រាកដោយពេញលេញសម្រាកឲ្យធូរអារម្មណ៍ chill out okay that's it for my presentation okay thank you